សូមជម្រាបសួរពុកម៉ែបងប្អូនប្រិមិត្តពុកម៉ែបងប្អូនប្រិមិត្តថ្ងៃនេះបងកងបីសូមនិយាយអំពីការរំជួយផែនដីនៅឯប្រទេសថៃឃើញថាប្រជាពលរដ្ឋនៅឯប្រទេសថៃនោះកំពុងតែមានការភ័យស្លន់ស្លោនឹងនាំគ្នារត់គេចចេញពីអាគារដែលកំពុងតែជួបនឹងការរំជួយផែនដីនោះហើយមានអ្នកខ្លះក៏យំទ្រហោស្រែកហៅឪពុកហៅម្ដាយហៅបងប្អូនពុកម៉ែបងប្អូនប្រិមិត្តណាគួរឲ្យតក់ស្លុតគួរឲ្យរន្ធត់មែនទែនយើងមិននឹកស្មានថានេះគឺជាគ្រោះធម្មជាតិដែលយើងគិតថាមិនអាចកើតឡើងក៏ប៉ុន្តែវាអាចកើតឡើងនៅក្នុងពេលវេលាណាមួយបាទហើយយើងក្រឡេកទៅមើលឯប្រទេសជប៉ុនកាលពីប្រហែលឆ្នាំកន្លងទៅនោះគឺថាបានជួបនៅគ្រោះធម្មជាតិព្យុះស៊ូណាមីនោះបណ្ដាលឲ្យខ្ទេចខ្ទីនៅទ្រព្យសម្បត្តិប្រជាពលរដ្ឋហើយធ្វើឲ្យរលំអាគារខ្ពស់និងលិចផ្ទះលិចឡានលិចសម្ភារៈហើយធ្វើឲ្យស្លាប់ប្រជាពលរដ្ឋប្រទេសជប៉ុននោះច្រើនខ្លាំងមែនទែនឥឡូវនេះនៅឯប្រទេសថៃនេះថ្មីនេះថ្ងៃនេះគឺថាមានការរំជួយរង្គើនៅអាគារខ្ពស់គួរឲ្យសែនរន្ធត់មែនទែនការរំជួយផែនដីនេះហើយដែលបណ្ដាលឲ្យនៅឯក្រុងកំពង់សោមយើងក៏មានការរំជួយផងដែរអានេះគឺថាយើងវាពាក់ព័ន្ធពីប្រទេសថៃនោះមកអញ្ចឹងហើយវាធ្វើឲ្យនៅឯក្រុងកំពង់សោមយើងអាគារខ្ពស់ហ្នឹងក៏មានការរង្គើរំជួយផងដែរធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងនៅឯក្រុងកំពង់សោមនោះភ័យនាំស្លន់ស្លោនាំគ្នារត់គេចចេញពីអាគារដែលជួបនៅការរំជួយផែនដីនោះហើយពុកម៉ែបងប្អូនប្រិមិត្តណាមិនត្រឹមតែនៅឯក្រុងកំពង់សោមទេសូម្បីតែនៅឯក្រុងភ្នំពេញនោះក៏មានការរំជួយផងដែរអាគារខ្ពស់មួយដែលប្រជាពលរដ្ឋខ្មែរយើងស្ថិតនៅទីតាំងនោះបានថតបង្ហោះនៅលើបណ្ដាញសង្គមនេះគឺជាការរន្ធត់មួយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនចង់ជួបនៅភាពគ្រោះមហន្តរាយបែបនេះទេពុកម៉ែបងប្អូនប្រិមិត្តណាបាទក៏ប៉ុន្តែយើងសង្ឃឹមថាប្រទេសខ្មែរយើងនឹងគេចផុតពីការរំជួយផែនដីនេះទៅចុះពីព្រោះទឹកដីខ្មែរយើងគឺជាទឹកដីដែលសម្ពោពេញទៅដោយបារមីខ្ពស់និងអាចជួយគ្រប់គ្រងការពារប្រជាពលរដ្ឋខ្មែរយើងនឹងដែនដីខ្មែរយើងឲ្យមានសុខសុវត្ថិភាពពុកម៉ែបងប្អូនប្រិមិត្តណាសូមបុណ្យព្រះសំពះទេវតាសូមជួយថែរក្សាដែនដីសវណ្ណភូមិខ្មែរយើងឲ្យសុខចម្រើនកុំឲ្យមានការរំជួយផែនដីដោយប្រទេសនានាពុកម៉ែបងប្អូនប្រិមិត្តបាទខ្ញុំឃើញសកម្មភាពប្រជាពលរដ្ឋនៅឯប្រទេសថៃកំពុងតែរត់នាំគ្នាគេចចេញពីទីតាំងដែលរំជួយផែនដីនោះគឺមានអារម្មណ៍ថារំភុតតក់ស្លុតមែនទែនពុកម៉ែបងប្អូនប្រិមិត្តហើយបាទគឺថាគួរឲ្យរន្ធត់ណាស់អញ្ចឹងប្រជាពលរដ្ឋខ្មែរយើងក៏ដូចជាប្រជាពលរដ្ឋទូទាំងពិភពលោកគឺមិនចង់ជួបនៅគ្រោះមហន្តរាយបែបនេះទេគឺថាវាមានភាពតក់ស្លុតខ្លាំងមែនទែនប្រសិនបើវាកើតឡើងភ្លាមនោះមិនដឹងថាយើងរត់គេចទៅណាបានបាទអញ្ចឹងហើយគួរឲ្យរន្ធត់ណាស់ឃើញសភាពបែបនេះអញ្ចឹងសូមបន់ស្រន់សំពះទេវតាសូមឲ្យប្រជាពលរដ្ឋទាំងទូទាំងពិភពលោកបាទទទួលនៅសេចក្តីសុខសុវត្ថិភាពកុំឲ្យមានការជួបនៅគ្រោះមហន្តរាយរំជួយផែនដីនេះទៀតពុកម៉ែបងប្អូនប្រិមិត្តណាបាទសង្ឃឹមថាប្រទេសខ្មែរយើងនឹងមិនមានទៅចុះបាទក៏ប៉ុន្តែនៅឯក្រុងកំពង់សោមគ្រាន់តែរំជួយបន្តិចបន្តួចទេហើយនៅឯក្រុងភ្នំពេញនេះក៏មានការរង្គើរំជួយផងដែរអញ្ចឹងនៅក្នុងស្ទាប់ខាងក្រោមដីហ្នឹងមិនដឹងថាវាមានភូតហេតុអ្វីនោះទេតែបណ្ដាលធ្វើឲ្យរង្គើនិងរំជួយអាគារខ្ពស់យើងមិនដឹងណាពុកម៉ែបងប្អូនប្រិមិត្តអញ្ចឹងអ្វីដែលយើងសូមសេចក្តីសុខនោះគឺសូមសំពះព្រះទេវតាបាទសូមឲ្យថែរក្សាមនុស្សលោកយើងកុំឲ្យមានការជួបនៅគ្រោះមហន្តរាយបែបនេះបាទគួរឲ្យរន្ធត់ណាស់បាទមិនចង់ជួបទេពុកម៉ែបងប្អូនប្រិមិត្តអរគុណណាស់ពុកម៉ែបងប្អូនប្រិមិត្តបងកង3អរគុណសូមជម្រាបលា